ម៉ាក់របស់ខ្ញុំនឹងអាចទទួលយករឿងនោះបានប៉ុន្តែប៉ាប្រកាសជាមិនទទួលយករឿងនេះជាដាច់ខាតអូខេខ្ញុំបានរកឃើញខ្លួនឯងថាជាអ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែខ្ញុំមិនទាន់ហ៊ានចេញមុខប្រាប់រឿងនេះទៅប៉ាម៉ាក់ខ្ញុំនៅឡើយទេតែអាចស្រមៃឃើញថាទំនាក់ទំនងខ្ញុំនិងពួកគាត់នឹងមិនស្និទ្ធស្នាលដូចមុនទៀតឡើយបើសិនជាខ្ញុំប្រាប់រឿងនេះម៉ាក់របស់ខ្ញុំនឹងអាចទទួលយករឿងនោះបានប៉ុន្តែប៉ាប្រកាសជាមិនទទួលយករឿងនេះជាដាច់ខាតអូខេខ្ញុំយល់ថាពួកគាត់ជាអ្នកបង្កើតយើងឃើញពិភពលោកមួយនេះអ្វីដែលយើងធ្វើបានល្អបំផុតនោះគឺការមើលថែរក្សាពួកគាត់ទាំងពីរវិញប៉ុន្តែនៅក្នុងរឿងជំរើសជ្រើសរើសដៃគូជីវិតខ្ញុំសូមជ្រើសរើសខ្លួនឯងគូមិនថាខ្ញុំជ្រើសរើសដើរផ្លូវណានោះទេខ្ញុំច្បាស់ណាស់ថានឹងត្រូវមានអ្នកឈឺចាប់ផ្លូវមួយនឹងធ្វើឲ្យខ្លួនឯងឈឺចាប់ផ្លូវមួយទៀតនឹងធ្វើឲ្យពួកគាត់ឈឺចាប់រឿងដែលធ្វើមានតែម្យ៉ាងគត់គឺត្រៀមខ្លួនដើម្បីទទួលយករឿងដែលកើតឡើងបងក៏ថាបងអានសំណួរនេះឲ្យបងសប្បាយចិត្តវិញនៅពេលដែលគាត់ឲ្យចម្លើយខ្លួនឯងថានៅពេលដែលគាត់ជ្រើសរើសនឹងមានម្នាក់ឈឺចាប់ Yes of course នឹងមានម្នាក់ឈឺចាប់វាអាចនឹងគាត់ឬក៏គ្រួសារគាត់ប៉ុន្តែគាត់មានជំរើសមួយទៀតដែលអាចឲ្យអ្នកសងខាងនឹងត្រៀមខ្លួនបានចំពោះរឿងខកចិត្តមួយហ្នឹងបងអត់បើសិនជាគាត់ត្រៀមចិត្តវាអត់អាចនឹងខ្លាចជាការឈឺចាប់ទេវាអាចនឹងធ្លាក់មកកម្រិតវិញទៅជាការខកចិត្តពីច្រើនយើងផ្ដល់ក្តីស្រឡាញ់ទៅកាន់ម្ដាយមូលហេតុនេះគឺម្ដាយបាននៅចិត្តកូនជាងឪពុកព្រោះឪពុកកន្លែងទៅរកស៊ីហ្នឹងទៅអត់ក៏ប៉ុន្តែបើសិនជាយើងផ្ដល់ភាពស្និទ្ធស្នាលមួយគ្នាទៅយើងអាចដឹងដូចគ្នាជួនកាលពេលខ្លះនៅផ្ទះខ្លះម្ដាយការជាងឪពុកនៅផ្ទះខ្លះឪពុកការជាងម្ដាយអ្នកខ្លះប៉ាស្រួលអ្នកខ្លះម៉ាក់ស្រួលអញ្ចឹងយើងអត់អាចនិយាយទូទៅបានទេអាហ្នឹងគឺវា depend សំខាន់លើយើងបរិយាយភាពណាមុនសម្រាប់ជាឪពុកគ្រាន់តែគាត់បារម្ភផ្លូវឆ្ងាយជាងម្ដាយតែប៉ុណ្្នឹងតែពីច្រើនឬផងអត់អាចបញ្ចេញទេមនុស្សប្រុសទោះយ៉ាងណាក៏ដោយអត់ដែលទៅបញ្ចេញអាហ្នឹងទៅប្រាប់អ្នកណាទេគឺអត់ទេសុខចិត្តលាក់ទុកខ្លួនឯងហើយអ្នកដែលដឹងមានតែមួយឯងប្រពន្ធគាត់អ្នកភូមិខ្ញុំគេស្អប់អ្នកដែលស្រឡាញ់ភេទដូចគ្នាណាស់គេហៅពួកខ្ញុំថាខ្ទើយគេគិតថាខ្ទើយជាមនុស្សឆ្កួតរកចិត្តផ្ទះណាដែលមានកូនខ្ទើយគឺឪពុកម្ដាយមិនទទួលស្គាល់នោះទេពួកគេជេរប្រមាថហើយនឹងបដាសាមានខ្លះដល់ប្រើអំពើហិង្សាក៏មានសូម្បីតែគ្រួសារខ្ញុំក៏ស្អប់កូនខ្ទើយដែរគាត់យល់ថាខ្ទើយអត់កំណើតនិងគ្មានអនាគតដោយសារបែបនេះខ្ញុំមិនហ៊ានប្រាប់អ្នកផ្ទះខ្ញុំថាខ្ញុំស្រឡាញ់ភេទដូចគ្នានោះទេខ្ញុំចាំបានថាខ្ញុំធ្លាប់សាកល្បងរៀនធ្វើជាមនុស្សប្រុសធម្មតាវិញដូចជាលេងជាមួយក្មេងប្រុសនិងរៀនញ៉ែស្រីជាដើមប៉ុន្តែខ្ញុំដឹងថានោះមិនមែនជាខ្លួនខ្ញុំទេព្រោះអារម្មណ៍និងបេះដូងរបស់ខ្ញុំជាមនុស្សស្រីការដែលមនុស្សស្រីក្នុងរាងកាយមនុស្សប្រុសបែបនេះធ្វើឲ្យជីវិតខ្ញុំពិបាកពេកទៅហើយជាពិសេសប្រសិនបើយើងរស់នៅក្នុងគ្រួសារក្រីក្រទៀតនោះគេនឹងមើលងាយយើងគ្រប់ទិសទីខ្ញុំបានសន្យានឹងខ្លួនឯងថានឹងមិនរស់នៅបណ្ដោយតាមវាសនានោះទេខ្ញុំខំរៀនសូត្ររហូតមានការងារល្អធ្វើមានលុយចិញ្ចឹមខ្លួនឯងនិងគ្រួសារឲ្យធូរធារជាងមុនទោះបីជាឥឡូវអ្នកភូមិខ្ញុំស្អប់អ្នកស្រឡាញ់ភេទដូចគ្នាតែពួកគេក៏មិនហ៊ានមើលងាយខ្ញុំទៀតដែរព្រោះខ្ញុំបានធ្វើឲ្យពួកគេដឹងថាអ្នកស្រឡាញ់ភេទដូចគ្នាមិនមែនគ្មានកំណើតគ្មានអនាគតដូចដែលគេនិយាយនោះទេបងធ្លាប់គិតដែរថាទោះជាកូនយើងភេទប្រុសភេទស្រីឬក៏គាត់កើតមកជាភេទទី3ជារឿងធម្មតាព្រោះអីដោយសារអីភេទមិនមែនកំណត់ពីអនាគតរបស់មនុស្សរៀងខ្លួនហើយក៏មិនមែនកំណត់ថាម្នាក់នឹងភេទ
ស្រីឬក៏ភេទប្រុសភេទទី3អត្តចរិតគាត់នឹងបែបនេះវាអាស្រ័យលើមនុស្សរៀងខ្លួនអញ្ចឹងមានន័យថាភេទមិនកំណត់អនាគតឬក៏ចរិតរបស់គាត់ទេអញ្ចឹងបើសិនជានៃគាត់កើតមកក្នុងសភាពបែបណាគាត់នៅតែជាកូនហើយយើងជាឪពុកម្ដាយអញ្ចឹងយើងត្រូវតែលើកទឹកចិត្តកូនជួយកូនទោះជាកូនស្ថិតនៅក្នុងស្ថានភាពមួយណាក៏ដោយ Yes